បំណាច់យើងឃ្លានអញ្ចឹងតស៊ូឲ្យដល់ទីចប់ណាអើយទ្រាំបានប៉ុណ្ណឹងហត់នឿយតែយើងត្រូវតែស៊ូទៅមុខទៀតបំណាច់យើងធ្វើបានប៉ុណ្ណឹងហើយតើទាំងអស់គ្នាក្រោយពីយើងហាត់សាច់ជ្រូករួចរាល់អស់ហើយយើងក៏មកបុកគ្រឿងបុកទឹកត្រីកោះកុងយើងហ្នឹងបុកហើយតែខ្ញុំដាក់បែបជូរផ្អែមប្រៃអញ្ចឹងខ្ញុំរៀងដាក់ស្កររៀងច្រើនល្មមដែរច្បាច់ក្រូចឆ្មាប៉ុន្តែផ្លេចដាក់សណ្តែកដីច្បាច់ក្រូចឆ្មាហើយមិនដាក់សណ្តែកដីតាមក្រោយអូយ៉ាប់មែនអ្នកធ្វើម្ហូបនេះគ្មានត្រូវស្តង់ដារអីគេទេតែចេះធ្វើឲ្យបានញ៉ាំទៅនឹងឃើញថាទឹកត្រីយើងបុកហើយយើងចាក់ចូលមួយវាទៅច្បល់ដោយសារឡើយនេះខ្ញុំកាត់បាត់ទៅចឹងយើងបានច្បល់រួចរាល់ហើយដល់វាញ៉ាំហើយអូខ្ញុំស្អប់មកខ្លួនឯងខ្លាំងណាស់ឥឡូវយើងទៅមើលការញ៉ាំរបស់ខ្ញុំទាំងអស់គ្នាបើចង់មើលក៏អីដែរពួកអីមើលទៅមិនតំណងអីមិនតិចសោះហ្មង